ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Jessica Tips សាជាថ្មីថ្ងៃនេះផងដែរខ្ញុំមានជាវីដេអូសំឡេងចែកជូនបងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងវិធីនៃការប្រើច្បាប់ស្រូបទីដើម្បីក្នុងការលក់ផ្ទះឬក៏ដីដោយមានការសំណូមពរពីបងប្អូនភាគច្រើនឲ្យខ្ញុំធ្វើវីដេអូនេះឡើងដូច្នេះថ្ងៃនេះខ្ញុំសូមធ្វើវីដេអូនេះឡើងជម្រាបជូនបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំសូមជម្រាបជូនបងប្អូនថានេះគ្រាន់ជាផ្នែកមួយនៃការជំរុញនិងលើកទឹកចិត្តរបស់យើងតែប៉ុណ្ណោះដែលវាមិនមែនជាវិធីសាស្ត្រទាំងស្រុងនៅក្នុងការលក់អ្វីមួយនោះទេជាពិសេសគឺតាក់ទងជាមួយនឹងអចលនទ្រព្យតែម្ដងនេះគ្រាន់តែជាវិធីនៃផ្លូវចិត្តរបស់យើងដែលជំរុញឲ្យយើងមានការសង្ឃឹមក៏ដូចជាមានទំនុកចិត្តកាន់តែខ្លាំងតែប៉ុណ្ណោះប៉ុន្តែយ៉ាងហោចណាស់វិធីនេះក៏អាចជួយបងប្អូនទាំងអស់គ្នាបានមួយចំណែកផងដែរតោះឥឡូវយើងមកដឹងអំពីវិធីទាំងអស់គ្នាវិធីនេះបងប្អូនអាចយកមកអនុវត្តចំពោះការលក់ដីក៏ដូចជាលក់ផ្ទះប៉ុន្តែថ្ងៃនេះខ្ញុំនិយាយអំពីតែដីតែប៉ុណ្ណោះគ្រាន់តែការអនុវត្តគឺដូចគ្នាការលក់ដីវាមិនមែនគ្រាន់តែជាការដោះដូរលុយជាមួយនឹងប្លង់ដីតែប៉ុណ្ណោះទេតែវាជាការដោះដូរធម៌ពលបើសិនបើអ្នកមានអារម្មណ៍ថាធុញទ្រាន់ឬក៏តានតឹងឬក៏អស់សង្ឃឹមដីនោះវានឹងពិបាកលក់ចេញណាស់ទាំងនេះគឺជាជំហានទាំង5ដើម្បីប្រើប្រាស់ធម៌ពលចិត្តរបស់អ្នកក្នុងការលក់ជំហានទី1សម្អាតធម៌ពលអវិជ្ជមានបើអ្នកគិតថាខ្ញុំត្រូវការលុយបន្ទាន់ដីនេះត្រូវតែលក់ឲ្យចេញហេតុអីមិនទាន់មានអ្នកទិញអ្នកនោះកំពុងបញ្ចេញធម៌ពលនៃភាពខ្វះខាតដូច្នេះយើងត្រូវបដូរចិត្តមកគិតថាដីនេះគឺជាទ្រព្យដ៏មានតម្លៃម្ចាស់ថ្មីរបស់វាកំពុងតែស្វែងរកវាហើយពួកគេនឹងសប្បាយចិត្តណាស់នៅពេលដែលគេបានទិញដីនេះជំហានទី2ជូនពរដីនិងម្ចាស់ថ្មីមុននឹងលក់ដាច់អ្នកត្រូវតែស្រឡាញ់ដីនោះជាមុនសិនសូមទៅកាន់ទីតាំងដីនោះឬក៏មើលនៅក្នុងរូបភាពហើយនិយាយក្នុងចិត្តថាអរគុណដីនេះដែលបាននៅជាមួយខ្ញុំដែលជាទ្រព្យដែលខ្ញុំស្រឡាញ់ខ្ញុំសូមជូនពរឲ្យឯងក្លាយជាដីដ៏រុងរឿងសូមឲ្យម្ចាស់ថ្មីដែលមកទិញឯងមានសេចក្តីសុខនិងទទួលបានផលចំណេញច្រើនពីឯងការជូនពរនេះបង្កើតរំញ័រវិជ្ជមានដែលធ្វើឲ្យមានភាពតាក់ទាញជំហានទី3ការស្រមៃឃើញលទ្ធផលចុងក្រោយឬ visualization កុំស្រមៃតែពីការផុសលក់ឬការនាំភ្ញៀវទៅមើលព្រោះវាអាចនាំឲ្យយើងហត់ត្រូវស្រមៃដល់ទីបញ្ចប់តែម្ដងត្រូវមានរូបភាពនៅក្នុងចិត្តស្រមៃថាអ្នកកំពុងអង្គុយនៅធនាគារឬការិយាល័យមេធាវីដៃរបស់អ្នកកំពុងចុះហត្ថលេខាលើកិច្ចសន្យាលក់អារម្មណ៍ស្រមៃថាអ្នកឃើញសារលុយចូលក្នុងទូរស័ព្ទឬក៏ក្នុងកង់ធនាគារហើយត្រូវគិតអំពីចំនួនដែលយើងចង់បានមានអារម្មណ៍ថាទូស្រាលសប្បាយចិត្តនិងចាប់ដៃជាមួយអ្នកទិញដោយស្នាមញញឹមចូលអ្នកធ្វើបែបនេះរាល់យប់មុនពេលចូលគេងរយៈពេលតិចបំផុត5នាទីជំហានទី4ការប្រើ affirmation ឬការ program ចិត្តចូលនិយាយពាក្យទាំងនេះជារៀងរាល់ព្រឹកនៅពេលដែលយើងភ្ញាក់ពីគេងដីរបស់ខ្ញុំត្រូវបានលក់ចេញយ៉ាងងាយស្រួលដោយរលូនអ្នកទិញដែលត្រឹមត្រូវដែលល្អកំពុងតែធ្វើដំណើរមកទិញដីនេះហើយខ្ញុំរីករាយទទួលយកប្រាក់ចំណេញពីការលក់ដីនេះការលក់នេះផ្ដល់អត្ថប្រយោជន៍ដល់ខ្ញុំផងនិងអ្នកទិញផងជំហានទី5គឺការប្រឡែងដៃហើយធ្វើសកម្មភាពការងារប្រចាំថ្ងៃធម្មតាការប្រឡែងបន្ទាប់ពីធ្វើជំហានខាងលើអស់ហើយសូមកុំខ្វល់ថាបានពេលណាឬតាមរយៈអ្នកណាមកដោយរបៀបណាអ្នកត្រូវទុកចិត្តទៅលើចក្រវាលដែលកំពុងតែរៀបចំឲ្យអ្នកបន្ទាប់មកសកម្មភាពដែលអ្នកត្រូវធ្វើការងាររបស់អ្នកបានល្អឧទាហរណ៍ដាក់ស្លាកលក់ឲ្យស្អាតថតរូបឲ្យច្បាស់ឬក៏តាក់ទងជាមួយនឹងភ្នាក់ងារផ្នែកលក់ឬក៏ផុសទៅលើបណ្ដាញសង្គមនានាឬក៏នៅក្នុង app នានាទាំងអស់នេះគឺជាតួនាទីរបស់យើងដែលត្រូវធ្វើហើយរឿងផ្សេងទៀតសូមទុកឲ្យចក្រវាលជាអ្នកចាត់ចែងជាចុងក្រោយសូមសរសេរពាក្យថាលក់ដាច់លើរូបថតឬក៏ប្លង់ដីរបស់អ្នកទុកមើលខ្លួនឯងប៉ុន្តែកុំផុសនេះគឺជាបច្ចេកទេសចិត្តសាស្ត្រដើម្បីប្រាប់ខួរក្បាលថាដីនេះលក់ដាច់ហើយ